សម្លាញ់អើយឪពុកខ្ញុំបានលាយើងទៅរហូតហើយខ្ញុំនឹកគាត់ខ្លាំងណាស់តើឯងនឹកគាត់ដែរឬទេបន្ទាប់ពីការសោកសៅនិងរៀបចំបុណ្យសពអស់ជាច្រើនថ្ងៃកែវអស់កម្លាំងជាខ្លាំងហើយគេងលក់ដោយគ្មានដឹងអ្វីសោះនៅចិត្តទ្រូងក្នុងក្រៅសេះមានចៅម្នាក់កំពុងព្យាយាមលួចសេះតែកែវគ្មានដឹងអ្វីទាំងអស់ជីសេះនេះស្អីក៏រឹងក្បាលម្លេះចង់ឈឺសាច់ឲ្យមែនទេលោកអើយសេះសម្លាញ់ឯងនៅឯណាអ្នកណាលួចសេះខ្ញុំទៅណាហើយឈាមហេតុអីបានជាមានឈាមនៅទីនេះខ្ញុំប្រកាសជាអាចរកសេះរបស់ខ្ញុំឃើញតាមស្នាមឈាមនេះយីអាសេះនេះស្រែកមិនឈប់សោះបើឯងនៅតែស្រែកទៀតតិចត្រូវក្បាលមួយដំបងឥឡូវហ្នឹងអាសេះចំពួតយើងនឹងមានជីវិតមួយល្អប្រសើរបើយើងអាចយកឯងទៅលក់បានជោគជ័យឯងចង់ធ្វើអីសេះរបស់យើងអាចោចង្រៃយោកុំចូលមកឲ្យសោះសេះនេះជារបស់យើងទេកុំឲ្យយើងឃើញឯងម្ដងទៀតឲ្យសោះអាចោចង្រៃឯងឈឺខ្លាំងទេសម្លាញ់នកកំសត់អើយខ្ញុំសុំទោសដោយអស់កម្លាំងពេកដេកមិនបានដឹងអ្វីសោះតើមានរឿងអីកើតឡើងនៅទីនោះទៅដោយការចែកគីមរតករបស់ឪពុករវាងបងប្អូនយើងទាំង3នាក់មិនស្មើភាពនិងបង្កឲ្យមានចំនួនយើងសម្រេចចិត្តយកវាមកទីនេះឲ្យអ្នកទាំងអស់គ្នាជួយដោះស្រាយនេះគឺជាធ្នូមាសដែលឪពុកយើងបានបន្សល់ទុកឲ្យកូនប្រុសណាដែលស្រឡាញ់គាត់ជាងគេដោយដែលបានសរសេរនៅក្នុងបណ្ដាំហើយយើងទាំង3នាក់ស្រឡាញ់គាត់ដូចគ្នាតើយើងអាចសម្រេចចិត្តបានថានរណាស័ក្តិសមនឹងទទួលរបស់នេះទៅតាមបណ្ដាំរបស់គាត់នៅក្នុងប្រអប់សម្ងាត់នេះគឺមានត្បូងដ៏មានតម្លៃឪពុករបស់យើងមិនបានប្រាប់អ្នកណាទេពេលគាត់នៅរស់ហើយពួកយើងក៏មិនដែលបានឃើញវាពីមុនមកដែរពេលនេះគាត់បានផ្ដាំថាត្បូងនេះត្រូវបានទៅអ្នកណាដែលមានចិត្តស្មោះត្រង់ហើយមិនដែលកុហកតើយើងត្រូវធ្វើយ៉ាងម៉េចទៅបើមានអ្នកណាអាចជួយបែងចែកមរតកនេះបានយើងនឹងផ្ដល់ជាសគុណជាទីគាប់ចិត្តដល់បុគ្គលនោះតាមលទ្ធភាពរបស់យើងបងទាំងពីរយើងអាចរក្សាទុកវាទាំងអស់គ្នាបានតើវាសុទ្ធតែជាញើសឈាមរបស់ឪពុកយើងបន្សល់ទុកឲ្យយើងមិនចាំបាច់ចែកគ្នាអីទេមិនអីនិយាយអញ្ចឹងវាជាទ្រព្យសម្បត្តិមហាសាលយើងនឹងក្លាយជាអ្នកមានស្រុកស្ដំដោយសារវាអនុស្សាវរីយ៍នៃកម្លាំងញើសឈាមស្អីប្រាក់វាសំខាន់ជាងនេះទៅទៀតកុំមករញ៉េរញ៉ៃមួយអើយតើត្រូវចែកមរតកនេះយ៉ាងម៉េចទៅត្រូវហើយបើវាគ្មានភាពច្បាស់លាស់អញ្ចឹងយើងក៏មិនដឹងជួយយ៉ាងម៉េចដែរប្រសិនបើខ្ញុំអាចជួយចែកមរតកនេះបានតើអ្នកអាចឲ្យដីស្រែសម្រាប់ខ្ញុំធ្វើស្រែចម្ការបានទេខ្ញុំគ្មានអ្វីទាំងអស់មានតែសេះមួយគត់ខ្ញុំត្រូវការដីមួយកន្លែងសម្រាប់ការរស់នៅនិងដាំស្មៅសម្រាប់សេះរបស់ខ្ញុំតើឯងចង់បានដីទំហំប៉ុណ្ណាខ្ញុំគ្រាន់តែចង់បានដីមួយចំណែកដែលអាចផ្ទុកបាននៅក្នុងស្បែកគោ3ដុំនេះតែប៉ុណ្ណោះអត់បញ្ហាទេយើងសម្រេចអញ្ចឹងចុះប៉ុន្តែខ្ញុំអត់មានដីទេបើដីរបស់ខ្ញុំទាំងអស់ត្រូវបានបងយកទៅអស់ហើយយើងមិនត្រូវការចំណីរបស់ឯងទេត្រឹមមកសម្បត្តិដីប៉ុនស្បែកគោ3ដុំសោះហ្នឹងខ្ញុំនឹងជួយបែងចែកទ្រព្យសម្បត្តិទាំងនេះតែអ្នកទាំងអស់គ្នាត្រូវធ្វើតាមអ្វីដែលខ្ញុំប្រាប់ដោយគ្មានការសួរនាំដំបូងខ្ញុំត្រូវការសម្លៀកបំពាក់របស់ឪពុកអ្នកមួយសម្រាប់មិនអីទេឲ្យតែឯងជួយយើងបានពិតមែនលោកកំពុងធ្វើអីហ្នឹងឥឡូវលើកធ្នូមាសនេះដើម្បីបាញ់យើងនឹងដឹងថាអ្នកណាពូកែបាញ់ជាងគេអ្នកនោះនឹងក្លាយជាម្ចាស់ធ្នូនេះម្នាក់បាញ់10ព្រួញការបាញ់ធ្នូគឺជាជំនាញខ្ញុំហើយមើលចុះខ្ញុំក៏មិនអន់ជាងបងទី1ដែរនេះណែជប់បាញ់ទៀតទៅទីងងនេះពាក់អាវរបស់ពុកយើងខ្ញុំស្រមៃឃើញគាត់នៅទីនេះខ្ញុំឈឺចាប់ណាស់ដែលបាញ់គាត់ដូចនេះពុកឃើញទេពេលអ្នកទាំងពីរឃើញទីងមងនោះមានពាក់អាវរបស់ឪពុកអ្នកទាំងពីរមិនខ្វល់អ្វីទាំងអស់គិតតែពីធ្វើយ៉ាងណាឲ្យតែឈ្នះដើម្បីបានធ្នូមាសនេះមានតែប្អូនប្រុសពៅតែប៉ុណ្ណោះដែលមានការឈឺចាប់តាមការសន្និដ្ឋានឃើញថាមានតែប្អូនពៅនេះហើយដែលស្រឡាញ់ឪពុកជាងគេបំផុតទៅហើយអញ្ចឹងក៏អញ្ចឹងទៅចុះតែយើងនៅសល់ត្បូងពេជ្រមួយប្រអប់នេះទៀតចំពោះត្បូងខ្ញុំបានរៀបចំដីឥដ្ឋនៅទីនេះអ្នកទាំង3ត្រូវព្យាយាមសូនវាឲ្យដូចរូបរាងត្បូងនោះបុរសទាំង3យកដីឥដ្ឋដែលកែវបានរៀបចំទុកឲ្យទៅសូនជារូបត្បូងកូនប្រុសច្បងនិងកូនទី2ប្រញាប់ប្រញាល់សូនរូបមានតែកូនប្រុសពៅប៉ុណ្ណោះដែលនៅឈរត្រឹងហើយសិញ្ជឹងគិតនេះណែបងនេះមានរូបរាងដូចជាស្លឹកឈើអញ្ចេះទេវាមិនចឹងទេវាមានរូបរាងដូចជាសត្វកណ្ដុរចុះឯងវិញប្អូនប្រុសពៅតើត្បូងនេះមានរូបរាងដូចម្ដេចខ្ញុំអត់ដឹងទេថាវាមានរូបរាងយ៉ាងម៉េចខ្ញុំធ្វើវាមិនចេញទេ
វាច្បាស់ណាស់បងនេះត្រូវតែបានទៅប្អូនប្រុសពៅថាម៉េចឯងកំពុងនិយាយស្អីគេមិនបានសូនរូបត្បូងនេះផងនឹងតើអាចឈ្នះយ៉ាងម៉េចកើតខ្ញុំធ្លាប់ឃើញពុកយកវាមកលាននៅខាងក្រៅហើយវាមានរូបរាងដូចជាស្លឹកឈើត្បូងនេះត្រូវជារបស់ខ្ញុំណែបងប្រុសខ្ញុំធ្លាប់លួចមើលពុកបាក់ប្រអប់នេះម្ដងវាមានរូបរាងដូចជាសត្វកណ្ដុរត្បូងនេះត្រូវតែជារបស់ខ្ញុំពួកអ្នកធ្លាប់និយាយថាឪពុករបស់អ្នកទុកដាក់វាយ៉ាងប្រុងប្រយ័ត្នណាស់អ្នកទាំងអស់គ្នាមិនដែលឃើញវាពីមុនមកទេតើពួកអ្នកអាចដឹងពីទ្រង់ទ្រាយរូបរាងវាយ៉ាងម៉េចបានច្បាស់ណាស់ថាអ្នកទាំងពីរសុទ្ធតែបានកុហកមានតែប្អូនពៅតែប៉ុណ្ណោះដែលស្មោះត្រង់ដែលថាគេពិតជាមិនដែលឃើញវាមែនគេទើបជាមនុស្សដែលស្មោះត្រង់ឯងពិតជាគ្រាន់បើមែនខ្ញុំគ្រាន់តែផ្ដល់ភាពយុត្តិធម៌ប៉ុណ្ណោះឥឡូវអ្នកទាំងពីរត្រូវគោរពតាមការសន្យាប្រគល់ដីមកឲ្យខ្ញុំឯងអាចយកបានប៉ុណ្ណាត្រឹមតែដីដែលអាចដាក់ក្នុងស្បែកគោ3ដុំសោះនោះឯងកំពុងធ្វើអីនឹងកុំអារម្មណ៍អីខ្ញុំគ្រាន់តែយកដីដែលមាននៅក្នុងស្បែកគោ3ដុំនេះតែប៉ុណ្ណោះខ្ញុំនឹងហែកស្បែកគោនេះហើយវិញវាជាខ្សែវែងមួយនឹងយកទៅរុំព័ទ្ធជុំវិញដីរបស់ខ្ញុំមិនអាចទេយើងបាត់បង់គ្រប់យ៉ាងហើយពេលនេះខ្ញុំដឹងថាបងប្រុសដ៏លោភលន់ទាំងពីររបស់ឯងបានយកដីរបស់ឯងអស់ហើយខ្ញុំនឹងយកតែមួយចំណែកតូចប៉ុណ្ណោះសម្រាប់ដាំស្មៅឲ្យសេះខ្ញុំសល់ប្រមាណឯងយកចុះខ្ញុំពិតជាអរគុណបងណាចាប់តាំងពីពេលនោះមកកែវនិងប្អូនប្រុសពៅនោះបានក្លាយជាមិត្តល្អនឹងគ្នាពួកគេមើលថែសេះនិងធ្វើស្រែចម្ការលើដីមរតករបស់ឪពុកគេតរៀងទៅ